រាត្រីមួយក្នុងទីក្រុងប៉េកាំងដែលជាទីក្រុងមួយដែលដេកលក់បានក្លាយជាឆាកនៃអាថ៌កំបាំងដែលពិភពលោកទាំងមូលកំពុងតាមដានតារាសម្ដែងវ័យក្មេងដ៏ល្បីល្បាញយូមេងឡុងដែលមានអនាគតភ្លឺស្វាងនិងជីវិតមើលទៅល្អឥតខ្ចោះបែរជាត្រូវបញ្ចប់ភ្លាមដោយសារការធ្លាក់ពីលើអគារខ្ពស់ក្នុងខុនដូដ៏ប្រណិតមួយចំពេលដែលមានសារចុងក្រោយដែលគាត់ផ្ញើទៅម្ដាយរបស់គាត់សារដែលពោពេញដោយការភ័យខ្លាចនិងការប្រមានថាពួកគេអាចនឹងសម្លាប់ខ្ញុំប៉ុន្តែនៅពេលដែលពន្លឺនៃការពិតហៀបនឹងត្រូវបានលាតត្រដាងពិភពអនឡាញបែរជាត្រូវបានបិទ hashtag បាត់បង់វីដេអូត្រូវបានលុបហើយសំណួរជាច្រើនត្រូវបានលុបបំបាត់ដោយភាពស្ងៀមស្ងាត់តើមានអ្វីកើតឡើងពិតប្រាកដនៅយប់នោះតើពួកគេដែលគាត់ខ្លាចនោះជានរណាហើយហេតុអ្វីបានជាមនុស្សគ្រប់គ្នាកំពុងព្យាយាមធ្វើឲ្យរឿងនេះត្រូវបំភ្លេចចោលនេះមិនមែនត្រឹមតែជារឿងនៃការបាត់បង់តារាម្នាក់នោះទេតែជាអាថ៌កំបាំងដ៏ជ្រៅមួយដែលតាក់ទងនឹងអំណាចលុយកខ្វក់និងអាថ៌កំបាំងដែលអាចអង្រួនវិស័យកំសាន្តនិងនយោបាយរបស់ចិនទាំងមូលសូមស្វែងរកការពិតនៅក្នុងរឿងរ៉ាវដែលគួរឲ្យព្រឺសម្បល់និងគួរឲ្យឆ្ងល់នេះរឿងរ៉ាវដែលមិនទាន់ចប់ហើយអាចផ្លាស់ប្ដូរទស្សនៈរបស់អ្នកជារៀងរហូតឥឡូវនេះអ្នកកំពុងស្ដាប់ Channel MK Crime កុំភ្លេចចុច Like ចុច Subscribe Channel របស់ Admin ម្នាក់មួយផងណាតោះចាប់ផ្ដើមនៅពេលដែលនរណាម្នាក់ស្លាប់ជាពិសេសតារាល្បីអ្នកកំពុងថាពិភពអនឡាញនឹងផ្ទុះឡើងនិងមានមនុស្សរាប់លានអ្នកបង្ហោះសាររំលែកទុក្ខចែករំលែកអនុស្សាវរីយ៍និងបង្ហាញការសោកស្ដាយតាមរយៈអេក្រង់ទូរស័ព្ទប៉ុន្តែរឿងនេះបានកើតឡើងនៅថ្ងៃទី11ខែកញ្ញាកន្លងទៅនៅពេលដែលដំណឹងនៃការស្លាប់របស់យូមេងឡុងត្រូវបានផ្សព្វផ្សាយ hashtag យូមេងឡុងបានឡើងដល់ចំណាត់ថ្នាក់លេខ1នៅលើ Weibo ដែលជាវេទិកាដោយកម្មវិធី Twitter តែជាកម្មវិធីរបស់ចិននោះរាប់លានអ្នកបានចូលរួមរំលែកទុក្ខប៉ុន្តែត្រឹមតែប៉ុន្មានម៉ោងក្រោយមកអ្វីៗទាំងអស់ក៏បានបាត់ទៅវិញភ្លាមរាល់ការបង្ហោះមិនថា hashtag រូបភាពវីដេអូឬសារសម្លេងការសោកស្ដាយដែលតាក់ទងនឹងរឿងនេះគឺត្រូវបានលុបចោលនិងបំបត្តិចោលយ៉ាងឆាប់រហ័សពីបណ្ដាញសង្គមទាំងអស់សាកស្រមៃមើលនៅពេលដែលមាននរណាម្នាក់ព្យាយាមលុបការចងចាំនៃការរំលែកទុក្ខបែបនេះវាបង្ហាញអ្វីមួយវាបង្ហាញថាមានអ្វីលាក់បាំងនៅក្នុងរឿងនេះហើយនោះគឺជាអ្វីដែលមនុស្សរាប់លាននាក់នៅប្រទេសចិនចាប់ផ្ដើមសង្ស័យមុននឹងបន្តទៅមុខត្រូវបញ្ជាក់ឲ្យច្បាស់ថារបាយការណ៍នេះគឺផ្អែកលើព័ត៌មានសាធារណៈនៅក្នុងប្រព័ន្ធផ្សព្វផ្សាយបច្ចុប្បន្នការស៊ើបអង្កេតនៅតែកំពុងបន្តហើយព័ត៌មានលម្អិតអាចនឹងផ្លាស់ប្ដូររឿងនេះមិនបញ្ជាក់ការចោទប្រកាន់ណាមួយនោះទេតែជាការពិចារណាលើអ្វីដែលយើងដឹងនិងអ្វីដែលមើលទៅមិនប្រក្រតីនៅព្រឹកថ្ងៃទី11ខែកញ្ញាឆ្នាំ2025វេលាប្រហែលម៉ោង6ព្រឹកអ្នកភូមិម្នាក់បាននាំឆ្កែរបស់គាត់ដើរលេងនៅអគារខុនដូសានសាញ់ S ក្នុងសង្កាត់ឆាវយ៉ាងក្នុងទីក្រុងប៉េកាំងប៉ុន្តែគាត់ក៏បានជួបរឿងរន្ធត់គាត់បានប្រទះឃើញសាកសពរបស់យូមេងឡុងតារាសម្ដែងវ័យ37ឆ្នាំកំពុងដេកលើដីពោពេញដោយឈាមនៅឯក្រោមអគារនៅពេលក្រុមសង្គ្រោះមកដល់ពួកគេមិនបានជួយអ្វីឡើយព្រោះយូមេងឡុងបានស្លាប់បាត់ទៅហើយនៅផ្នែកខាងលើនៃអគារមិនថាជាន់ទី27ឬជាន់ទី5ពួកគេបានរកឃើញបង្អួចដែលមានសំណាញ់ខូចខាតហើយបើកចំហបន្តិចប៉ុន្មានម៉ោងក្រោយមកប៉ូលីសបានសន្និដ្ឋានថាជាគ្រោះថ្នាក់ដោយសារការធ្លាក់ពីលើអគារអាជ្ញាធរបានជួលដំណឹងថាយូមេងឡុងបានផឹកស្រាហើយកំហុសនេះបានកើតឡើងដោយសារគាត់ខ្វះស្មារតីដោយសារស្រវឹងហើយករណីនេះគួរតែបញ្ចប់ត្រឹមនេះអាជ្ញាធរហាក់ដូចជាមានភាពម៉ឺងម៉ាត់ចំពោះសេចក្តីថ្លែងការណ៍នេះណាស់ត្រឹមតែរយៈពេល12ម៉ោងការស៊ើបអង្កេតក៏ត្រូវបានបិទជាផ្លូវការវាលឿនខ្លាំងណាស់ប៉ុន្តែសម្រាប់មនុស្សរាប់លាននាក់នៅក្នុងពិភពអនឡាញករណីនេះនៅមិនទាន់ចប់ទេព្រោះអ្វីដែលបានកើតឡើងបន្តបន្ទាប់គឺគ្រាន់តែគួរឲ្យសង្ស័យក្នុងអំឡុងពេលប្រហែលថ្ងៃមុនពេលស្លាប់យូមេងឡុងបានផ្ញើសារដ៏គួរឲ្យខ្លាចទៅម្ដាយរបស់គាត់សារទាំងនេះត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើអ៊ីនធឺណិតហើយវាបានរៀបរាប់ពីរឿងរ៉ាវដែលខុសពីគ្រោះថ្នាក់ទាំងស្រុងសារមួយបានសរសេរថាបានម៉ាក់លុយដែលពួកគេបានផ្ទេរឲ្យខ្ញុំចង់ក្អួតវាចេញព្រោះវាជាលុយកខ្វក់ខ្ញុំមិនលេងសើចទេមិនមែនភ័យខ្លាចដោយគ្មានមូលហេតុទេហើយខ្ញុំនឹងប្រាប់ម៉ាក់អ្វីមួយពួកគេអាចនឹងសម្លាប់ខ្ញុំទាំងអស់នេះមិនមែនជាការព្រួយបារម្ភដែលគ្មានមូលដ្ឋាននោះទេហើយនៅក្នុងសារចុងក្រោយដែលបានផ្ញើប៉ុន្មានម៉ោងមុនពេលស្លាប់គាត់បានបញ្ជាក់ថាខ្ញុំត្រូវទៅលាហើយពួកគេអាចនឹងសម្លាប់ខ្ញុំបានគ្រប់ពេលរឿងវាស្មុគស្មាញត្រង់នេះយូមេងឡុងមិនបានប្រាប់ថាពួកគេជានរណាមិនបានបញ្យល់ថាលុយនោះមកពីណាឬដើម្បីអ្វីនោះទេ
ប៉ុន្តែវាច្បាស់ណាស់ថាគាត់ខ្លាចអ្វីមួយឬនរណាម្នាក់យ៉ាងណាក៏ដោយវាពាក់ព័ន្ធនឹងលុយដែលគាត់ហៅថាលុយកខ្វក់និងមនុស្សដែលគិតថាគាត់ចង់ឲ្យគាត់ស្លាប់ដើម្បីយល់ថាហេតុអ្វីបានជាករណីនេះតាក់ទាញចំណាប់អារម្មណ៍ខ្លាំងបែបនេះយើងត្រូវដឹងថាយូមេឡុងជានរណាគាត់មិនមែនជាមនុស្សដែលកើតក្នុងគ្រួសារមានអំណាចឬមានទ្រព្យសម្បត្តិនោះទេគាត់មកពីទីក្រុងអូឡូវូឈីនៅភាគពាយ័ព្យនៃប្រទេសចិនកើតនៅថ្ងៃទី15ខែមិថុនាឆ្នាំ1988គាត់ធំឡើងក្នុងគ្រួសារធម្មតាតែមានភាពកក់ក្ដៅម្ដាយរបស់គាត់ជាគ្រូបង្រៀនតន្ត្រីបង្រៀនព្យ៉ាណូហើយគាំទ្រទេពកោសល្យច្រៀងរបស់គាត់ឪពុករបស់គាត់ជាគ្រូបង្វឹកកាយសម្បទាដែលបានបណ្ដុះបណ្ដាលវិន័យនិងក្រមសីលធម៌ការងារយូមេឡុងបានចាប់ផ្ដើមល្បីល្បាញពីកម្មវិធី reality និងការប្រកួតច្រៀងនៅឆ្នាំ2007គាត់បានចូលរួមកម្មវិធី My Show High Style ហើយនៅឆ្នាំ2013គាត់បានចូលប្រកួត Happy Boy ហើយនៅទីនោះគាត់បានជាប់ចំណាត់ថ្នាក់ Top 10 ហើយបានក្លាយជាមិត្តភក្តិជិតស្និទ្ធជាមួយនឹង Hu Chenyu ដែលក្រោយមកបានក្លាយជាអ្នកឈ្នះលេខ1មិត្តភាពនេះនឹងសំខាន់សម្រាប់រឿងបន្ទាប់នេះបន្ទាប់មកយូមេឡុងក៏បានក្លាយជាតារាសម្ដែងនៅឆ្នាំ2011ប៉ុន្តែមិនបានល្បីភ្លាមទេគាត់បានសន្សំកេរ្តិ៍ឈ្មោះបន្តិចម្ដងមួយរឿងហើយទទួលបានការកោតសរសើរថាគាត់សម្ដែងបានល្អនិងមានសមត្ថភាពនៅឆ្នាំ2015គាត់មានស្នាដៃរឿង Go Princess Go ដែលធ្វើឲ្យគាត់ចាប់ផ្ដើមត្រូវបានគេស្គាល់ក្នុងតួអង្គព្រះអង្គម្ចាស់ទី9បន្ទាប់មកនៅឆ្នាំ2017គាត់ល្បីខ្លាំងពីខ្សែភាពយន្ត Interlope ដែលសម្ដែងជាមួយនឹងយ៉ាងម៉ៃបន្ទាប់មកទៀតគឺ The Legend of White Snake នៅឆ្នាំ2019និង Love Rush to Mine តែអ្វីដែលមនុស្សនិយាយអំពីមេឡុងជានិច្ចគឺទោះបីជាគាត់ល្បីយ៉ាងណាក៏គាត់នៅតែជាមនុស្សរាបសារស្ងប់ស្ងាត់និងមានភាពឯកជនខ្លាំងណាស់គាត់មិនចូលចិត្តបង្កចំនួនឬពាក់ព័ន្ធនឹងរឿងអាស្រូវណាមួយឡើយគាត់ចិញ្ចឹមឆ្កែពីរគឺ Fee និង Hu ដែលគាត់ចាត់ទុកថាជាសមាជិកគ្រួសារគាត់ផងដែរក្នុងរយៈពេលប្រហែលខែមុនពេលគាត់ស្លាប់មេឡុងរវល់ខ្លាំងណាស់គាត់ចំណាយពេល6ខែថតរឿងភាគបែប Fantasy គឺរឿង Journey to the End of the Night ហើយទើបតែថតចប់នៅចុងខែមិថុនាគាត់នៅតែមានខ្សែភាពយន្ត2រឿងទៀតកំពុងរងចាំចាក់បញ្ចាំងបើមើលពីខាងក្រៅអាជីពរបស់គាត់កំពុងដំណើរការយ៉ាងល្អដែលធ្វើឲ្យហេតុការណ៍ដែលបានកើតឡើងកាន់តែចម្លែកមុនថ្ងៃស្លាប់នៅយប់ថ្ងៃទី10ខែកញ្ញាមេឡុងបានចូលទៅក្នុងកម្មវិធីជប់លៀងឯកជនមួយនៅអាផាតមិនរបស់មិត្តភ័ក្តិនៅខុនដូ Sunshine S នៅក្នុងពិធីនោះមានមនុស្សប្រហែល16នាក់ឬអាចច្រើនជាងនេះបន្តិចមើលពីខាងក្រៅហាក់ដូចជាពិធីជប់លៀងធម្មតាមិត្តភ័ក្តិជួបជុំគ្នាមិនមានអ្វីខុសប្រក្រតីនោះទេប៉ុន្តែអ្នកដែលនៅក្នុងពិធីនោះបាននិយាយថាមេឡុងមើលទៅចម្លែកគាត់មើលទៅតានតឹងនិងលាក់លៀមជាងធម្មតាដូចជាមានអ្វីសង្កត់សង្កិនគាត់អញ្ចឹងវាគួរឲ្យចាប់អារម្មណ៍ព្រោះមេឡុងត្រូវបានគេស្គាល់ថាជាមនុស្សដែលមិនសូវចេះផឹកខ្លាំងជាពិសេសប្រសិនបើនៅថ្ងៃស្អែកគាត់ត្រូវថតក្នុងអំឡុងពេលពិធីជប់លៀងគាត់បានចេញទៅក្រៅនៅក្នុងបន្ទប់គេងហើយបិទទ្វារយើងមិនដឹងថាគាត់ធ្វើអ្វីនៅទីនោះឬនៅយូរប៉ុណ្ណាគ្រាន់តែដឹងថាគាត់នៅម្នាក់ឯងហើយនៅម៉ោងប្រហែល2ព្រឹកថ្ងៃទី11ខែកញ្ញាមានអ្វីកើតឡើងនៅលើយ៉រនោះសាក្សីបាននិយាយថាបានឮសំឡេងស្រែកហើយយូមេឡុងក៏បានធ្លាក់ចុះមកប៉ុន្តែរឿងរ៉ាវចាប់ផ្ដើមខុសគ្នានៅត្រង់នេះវីដេអូដែលបានចែករំលែកនៅលើអ៊ីនធឺណិតហាក់ដូចជាបង្ហាញថាមេឡុងត្រូវបានផ្លាស់ប្ដូរពីសន្តាគារមួយក្នុងទីក្រុងប៉េកាំងទៅកាន់ខុនដូនោះមានរូបភាពដែលអះអាងថាគាត់ត្រូវបានអូសគាត់មើលទៅទន់ខ្សោយនិងរងរបួសអ្នកខ្លះអះអាងថាបានឮសំឡេងមនុស្សបញ្ជាឲ្យគាត់ផឹកស្រាវីដេអូទាំងនេះមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនោះទេប៉ុន្តែវាត្រូវបានរីករាលដាលគ្រប់គ្រាន់រហូតដល់ក្លាយជាផ្នែកមួយនៃការសន្ទនានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមម៉ោង6ព្រឹកអ្នកដើរលេងជាមួយឆ្កែប្រទះឃើញសាកសពប៉ូលីសនិងក្រុមសង្គ្រោះមកដល់ហើយបញ្ជាក់ថាយូមេឡុងបានស្លាប់ហើយពេលព្រឹកប៉ូលីសសន្និដ្ឋានថាជាគ្រោះថ្នាក់ដោយសារស្រវឹងក្នុងរយៈពេល12ម៉ោងករណីត្រូវបានបិទសម្រាប់ករណីរបស់តារាល្បីដែលធ្លាក់ពីលើអាគារជាមួយនឹងសារដែលប្រាប់ថាគាត់ខ្លាចនឹងត្រូវបានគេសម្លាប់មេធាវីមកពីតៃវ៉ាន់យ៉ានយូឈីងដែលបានវិភាគករណីនេះជាសាធារណៈបាននិយាយត្រង់ថាវាមិនអាចទៅរួចទេក្នុងការបិទករណីបែបនេះក្នុងរយៈពេល12ម៉ោងការបិទករណីយ៉ាងលឿនបែបនេះបានបង្កឲ្យមានសំណួរភ្លាមតោះមើលថាតើការស៊ើបអង្កេតនេះបានខកខានអ្វីខ្លះឬយ៉ាងហោចណាស់ក៏មិនបានបង្ហាញជាសាធារណៈកាមេរ៉ាសុវត្ថិភាពក្នុងអាគារគ្មានព័ត៌មានខ្លះនិយាយថាខូចខ្លះថាត្រូវបានលុបលទ្ធផលធ្វើការកសោវិច័យមិនដែលត្រូវបានបង្ហាញជាសាធារណៈឡើយសក្ខីកម្មសាក្សីមិនមានការផ្សព្វផ្សាយវីដេអូអ្វីទាំងអស់
ប៉ុន្តែមានច្រើនជាងនេះមានការហាងនៅលើអ៊ីនធឺណិតថាបកគលដែលនៅក្នុងមន្ទីរពេទ្យបានលួចរូបភាពកាមេរ៉ាសុវត្ថិភាពនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ដែលបង្ហាញថាមេឡុងត្រូវបាននាំមកមន្ទីរពេទ្យនៅចន្លោះម៉ោង 2:58 នាទីព្រឹកដល់ម៉ោង 3:02 នាទីព្រឹកក្រុមគ្រូពេទ្យបានព្យាយាមសង្គ្រោះជីវិតប៉ុន្តែមិនបានជោគជ័យគាត់បានស្លាប់តាំងពីពេលមកដល់ហើយ5ថ្ងៃបន្ទាប់ពីការស្លាប់នៅថ្ងៃទី16ខែកញ្ញាស្ទូឌីយោរបស់មេឡុងបានចេញសេចក្តីថ្លែងការណ៍ដោយអះអាងថាសម្ដីរបស់ម្ដាយរបស់គាត់ដោយបាននិយាយថាគាត់បានធ្លាក់ពីលើអគារដោយគ្រោះថ្នាក់បន្ទាប់ពីផឹកស្រាប៉ូលីសបានជូនដំណឹងលទ្ធផលស៊ើបអង្កេតដល់គ្រួសារហើយស្នើឲ្យអ្នករាល់គ្នាមើលហេតុការណ៍នេះដោយសមហេតុផលឈប់ទស្សន៍ទាយហើយអនុញ្ញាតឲ្យមេឡុងបានសម្រាកដោយសុខសាន្តនៅថ្ងៃទី11ខែកញ្ញាការិយាល័យសន្តិសុខសាធារណៈនៃសង្កាត់ឆៅយ៉ាងក៏បានចេញសេចក្តីថ្លែងការណ៍ដោយបញ្ជាក់ថាវាពិតជាគ្រោះថ្នាក់ហើយគ្មានសញ្ញានៃអក្រិតកម្មទេការស៊ើបអង្កេតរួមទាំងការពិនិត្យកន្លែងកើតហេតុការធ្វើកសោវិច័យការសម្ភាសសាក្សីនិងការមើលកាមេរ៉ាសុវត្ថិភាពត្រូវបានប៉ូលីសជូនដំណឹងដល់ក្រុមគ្រួសារហើយពួកគេក៏មិនមានបញ្ហាឬការជំទាស់អ្វីឡើយប៉ុន្តែរឿងមិនបានបញ្ចប់ត្រឹមនេះទេមានការប្រកាសថានារី3នាក់ត្រូវបានចាប់ខ្លួនពីបទផ្សព្វផ្សាយព័ត៌មានមិនពិតទី1ឈ្មោះយន់អាយុ29ឆ្នាំនាងបានអះអាងថាយូមេឡុងត្រូវបានគេព្យួរពីអគារត្រូវបានគេដកក្រចកត្រូវបានគេវះពោះហើយបានបោះទម្លាក់ចុះពីលើអគារទី2ស៊ូអាយុ41ឆ្នាំនាងបានផ្សព្វផ្សាយដំណឹងថាកាមេរ៉ាសុវត្ថិភាពត្រូវបានបំផ្លាញហើយម្ដាយរបស់យូមេឡុងត្រូវបានបង្ខំឲ្យនិយាយទី3ហ្សាងអាយុ40ឆ្នាំនាងបានបង្កើតវីដេអូคล้ายៗជាមួយនឹងការបញ្ជាក់ច្បាស់ថាការចែករំលែកនិងផ្សព្វផ្សាយទ្រឹស្ដីអំពីការស្លាប់របស់យូមេឡុងអាចនាំឲ្យមានការចាប់ខ្លួនប្រតិកម្មរបស់អ្នកលេងអ៊ីនធឺណិតក៏បានផ្ទុះឡើងភ្លាមៗមនុស្សមិនជឿលើការពន្យល់របស់អាជ្ញាធរជាពិសេសបន្ទាប់ពីសារចុងក្រោយរបស់លោកយូមេឡុងត្រូវបានលាតត្រដាងមនុស្សទាមទារតម្លាភាពសួរថាតើហេតុអ្វីបានជាការស៊ើបអង្កេតបិទលឿនម្ល៉េះអ្វីដែលអាជ្ញាធរបានបង្ហាញសុទ្ធតែត្រូវបានចោទសួរហើយដោយទៅនឹងការបង្ហោះសាររំលែកទុកដំបងដែរសំណួរទាំងនេះក៏ចាប់ផ្ដើមត្រូវបានលុបចោលនៅពេលដែលសារទាំងនោះត្រូវបានបង្ហោះវាត្រូវបានលុបចោលក្នុងរយៈពេលប៉ុន្មាននាទីក្រោយមកគណនីដែលបង្ហោះជាបន្តបន្ទាប់ត្រូវបានផ្អាក hashtag ត្រូវបានបិទឬបដូរទិសដៅទៅរកខ្លឹមសារផ្សេងទៀតនេះជាការចាប់ពិរុទ្ធបែប real time ហើយវាកាន់តែធ្វើឲ្យមនុស្សសង្ស័យព្រោះអាជ្ញាធរហាក់ដូចជាកំពុងព្យាយាមធ្វើឲ្យរឿងនេះស្ងាត់ប៉ុន្តែលទ្ធផលគឺផ្ទុយស្រឡះដំណឹងនេះល្បីនិងរីករាលដាលទូទាំងពិភពលោកមានយុទ្ធនាការអន្តរជាតិបានកើតឡើងនៅលើវេទិកាជាច្រើនដូចជា change.org និង sheng.org ជាដើមដោយទាមទារឲ្យប្រព័ន្ធផ្សព្វផ្សាយបរទេសរាយការណ៍អំពីរឿងនេះនិងស្នើសុំឲ្យមានការស៊ើបអង្កេតឯករាជ្យត្រូវបញ្ជាក់ម្ដងហើយម្ដងទៀតថាអ្វីដែលនឹងត្រូវរៀបរាប់នេះគឺគ្រាន់តែជាពាក្យចចាមរាមនិងការចោទប្រកាន់ដែលបានរីករាលដាលនៅក្នុងប្រទេសចិនរួមទាំងវេទិកាអន្តរជាតិផងដែរវានៅមិនទាន់ត្រូវបានបញ្ជាក់ឬបង្ហាញផុសតាងនៅក្នុងតុលាការណាមួយឡើយប៉ុន្តែហេតុអ្វីបានជាត្រូវរៀបរាប់ព្រោះដើម្បីយល់ពីទស្សនវិជ្ជារួមនៃករណីនេះយើងត្រូវដឹងថាមនុស្សរាប់លាននាក់ជឿលើអ្វីហើយហេតុអ្វីបានជាពួកគេជឿការសង្ស័យរបស់សាធារណជនការចាប់ពិរុទ្ធនិងការលុបការបង្ហោះវីដេអូដែលខ្លាំងក្លានិងលឿនរហ័សនិងការលុបការបង្ហោះដែលខ្លាំងក្លានិងលឿនរហ័សរួមទាំងសំណួរដែលមិនទាន់មានចម្លើយសុទ្ធតែជាផ្នែកនៃរឿងរ៉ាវមិនថាការចោទប្រកាន់ពិតឬមិនពិតវាឆ្លុះបញ្ចាំងពីពេលវេលាដ៏សំខាន់ដែលប្រជាជនចិនបានចេញមកចោទសួរចំពោះរឿងរ៉ាវរបស់អាជ្ញាធរយើងចាប់ផ្ដើមពីពិធីជប់លៀងនៅយប់នោះព្រោះនេះជាចំណុចដែលរឿងរ៉ាវស្មុគស្មាញបំផុតអ្នកលេងអ៊ីនធឺណិតចាប់ផ្ដើមស៊ើបអង្កេតថាតើអ្នកណានៅទីនោះខ្លះពួកគេបានរកឃើញថាមានប្រហែល16នាក់ហើយមានឈ្មោះ2នាក់ត្រូវបាននិយាយហើយក៏ត្រូវបានលុបចេញពីវេទិកាភ្លាមនោះគឺឈិនជីនិងថៃឈីប៉ុន្តែមុននឹងលំអិតយើងត្រូវស្គាល់បុគ្គលម្នាក់ដែលមិនបាននៅក្នុងពិធីជប់លៀងតែត្រូវបានគេមើលឃើញថាជាអ្នករៀបចំលំដាប់ខ្ពស់ដែលនៅពីលើករណីនេះនោះគឺឆៃឈីគឺជាមន្ត្រីជាន់ខ្ពស់ម្នាក់ក្នុងចំណោម7រូបរបស់ចិនដែលជាសមាជិកនៃគណៈកម្មការអចិន្ត្រៃយ៍ការិយាល័យនយោបាយដែលជាក្រុមប្រឹក្សាគ្រប់គ្រងរបស់ចិនគាត់គ្រប់គ្រងផ្នែកមនោគមវិជ្ជាការឃោសនានិងការចាប់ពិរុទ្ធលើព័ត៌មានទូទាំងប្រទេសសាកគិតមើលបើមាននរណាម្នាក់នៅក្នុងប្រទេសចិនដែលអាចបញ្ជាឲ្យលុបព័ត៌មានទូទាំងប្រទេសនិងបិទករណីក្នុងរយៈពេល12ម៉ោងបានអ្នកនោះត្រូវតែជាឆៃឈីហើយព្រោះតួនាទីរបស់គាត់គឺគ្រប់គ្រងឧបករណ៍ព័ត៌មានទាំងអស់របស់ចិនយោងតាមការចោទប្រកាន់ដែលរីករាលដាលនៅលើអ៊ីនធឺណិតឈិនជីត្រូវបានគេហៅថាជាកូនប្រុសចំនួនទី2របស់បក
មាននរណាម្នាក់អះអាងថាគាត់កាន់តំណែងនៅក្នុងរដ្ឋាភិបាលតាំងពីអាយុ18ឆ្នាំដែលស្ទើរតែមិនអាចទៅរួចទេនៅក្នុងប្រទេសចិនប្រសិនបើគ្មានខ្សែធំហើយព័ត៌មានអំពីគាត់ត្រូវបានលុបចេញពីអ៊ីនធឺណិតចិនទាំងស្រុងស្វែងរកមិនឃើញអ្វីទាំងអស់នៅពេលនេះប៉ុន្តែអ្វីដែលភ្ជាប់ជាមួយនឹងឈិនជីគឺត្រូវបានគេចោទប្រកាន់ថាជាអ្នកគ្រប់គ្រងឬមានអំណាចនៅក្នុងក្រុមហ៊ុន Tenju Media ដែលជាក្រុមហ៊ុនរដ្ឋដែលគ្រប់គ្រងអាជីពរបស់ Yu Meilong តាំងពីឆ្នាំ2013គេអះអាងថាគាត់ជាអ្នកគ្រប់គ្រងអ្វីៗគ្រប់យ៉ាងចាប់ពីការបង្កើតអ្នកគាំទ្រដើម្បីជំរុញឱកាសរបស់ Yu Meilong រហូតដល់ការចាប់គាត់ចុះហត្ថលេខាលើកិច្ចសន្យាទាសករដែលរដ្ឋបတ်សេរីភាពរបស់គាត់ចំណែកថៃឈីគឺជាតារាសម្ដែងវ័យក្មេងគាត់កើតនៅខែមិថុនាឆ្នាំ1996នៅក្នុងទីក្រុងហ្វូចៅខេត្តហ្វូជៀនវាជាអំឡុងពេលដូចគ្នាដែលឆៃឈីរៀនថ្នាក់អនុបណ្ឌិតហើយអ្នកទាំងពីរមាននាមត្រកូលដូចគ្នាគឺថៃដែលនៅក្នុងវប្បធម៌ចិនការដាក់ឈ្មោះកូនក្រៅអាពាហ៍ពិពាហ៍ឲ្យប្រើនាមត្រកូលឪពុកគឺជាទម្លាប់ធម្មតាឈ្មោះកំណើតរបស់ថៃឈីគឺថៃឆុងជូនដែលមានន័យថានយោបាយនិងយោធាដែលបង្ហាញថាគាត់មានអំណាចនៅក្នុងប្រទេសនេះយ៉ាងណាអ្នកលេងអ៊ីនធឺណិតបានប្រៀបធៀបរូបថតហើយនិយាយថាគាត់ពិតជាស្រដៀងនឹងឆៃឈីខ្លាំងណាស់ទោះបីជាសមត្ថភាពរបស់គាត់មើលទៅធម្មតាក៏ដោយក៏ថៃឈីទទួលបានឱកាសសម្ដែងជាច្រើនហើយអ្វីដែលសំខាន់បំផុតគឺគ្មាននរណាម្នាក់អាចរកព័ត៌មានគ្រួសាររបស់គាត់បានឡើយនៅក្នុងសង្គមចិនដែលមនុស្សគ្រប់គ្នាមានកំណត់ត្រាការលាក់បាំងបែបនេះអាចកើតឡើងបានលុះត្រាតែមនុស្សនោះមានអំណាចការពារព័ត៌មាននោះមាននរណាម្នាក់និយាយថាឈិនជីគ្រប់គ្រងអំណាចនិងអាជីវកម្មនៅក្រៅឆាកចំណែកថៃឈីស្ថិតនៅក្នុងវិស័យកំសាន្តនិងស្ថិតនៅក្នុងពិធីជប់លៀងនៅយប់នោះផងដែរបន្ថែមពីលើនេះក៏មានមនុស្សនៅក្នុងវិស័យកំសាន្តដែលត្រូវបានគេនិយាយដល់ផងដែរដូចជាស៊ុនជីតារាសម្ដែងស្រីដែលរស់នៅក្នុងអគារជាមួយយូមេឡុងអះអាងថានាងបានជួយរៀបចំពិធីជប់លៀងហើយអាចជាអ្នកថតវីដេអូនៃហេតុការណ៍នោះនាងបានបដិសេធរកការចោទប្រកាន់និងគំរាមប្តឹងអ្នកដែលចោទប្រកាន់នាងមានរបាយការណ៍ថាគេបានរកឃើញការចោទបញ្ជីក្រុមហ៊ុនរាប់សិបដោយប្រើឈ្មោះរបស់យូមេឡុងមិនមែនជាក្រុមហ៊ុនដែលគាត់បានចាប់ផ្ដើមឬគ្រប់គ្រងនោះទេតែជាក្រុមហ៊ុនសម្បកដែលប្រើឈ្មោះនិងលេខទូរស័ព្ទរបស់គាត់ជំនួសក្រុមហ៊ុនខ្លះមានអាជីវកម្មចម្លែកដូចជាអាវុធឬកម្មជ្រួចតើតារាសម្ដែងរូបនេះនឹងទៅពាក់ព័ន្ធនឹងអាជីវកម្មបែបនេះធ្វើអីចម្លើយគឺមេឡុងទំនងជាមិនដឹងខ្លួនថាគាត់ត្រូវបានគេប្រើប្រាស់ឈ្មោះការប្រើឈ្មោះតារាល្បីដើម្បីធ្វើឲ្យក្រុមហ៊ុនសម្បកមើលទៅគួរឲ្យទុកចិត្តគឺជាអ្វីដែលកើតឡើងជាញឹកញាប់នៅក្នុងវិស័យកំសាន្តចិនប្រសិនបើយូមេឡុងដឹងថាឈ្មោះរបស់គាត់ត្រូវបានគេប្រើនៅក្នុងអាជីវកម្មខុសច្បាប់នោះអាចបញ្យល់ថាហេតុអ្វីបានជាគាត់ផ្ញើសារទៅម្ដាយរបស់គាត់ថាគាត់ខ្លាចហើយហេតុអ្វីបានជាគាត់មានអារម្មណ៍ថាលុយនេះជាលុយកខ្វក់មានពាក្យចចាមអារាមថាគេបានរកឃើញ USB មួយពីខ្លួនរបស់យូមេឡុងបន្ទាប់ពីគាត់ស្លាប់មនុស្សជាច្រើនបាននិយាយថានៅក្នុង flash drive នោះមានឯកសារសម្លេងលេខធ្លាយដែលឮសម្លេងមនុស្សបញ្ជាឲ្យវះពោះគាត់ឬឲ្យគាត់ក្អួតវាចេញហើយមានសម្លេងបរោះដែលមើលទៅទន់ខ្សោយសង្ស័យថាជាយូមេឡុងនិយាយថាកុំបារម្ភគាត់នឹងមិនស្លាប់ទេខ្លះនិយាយថាពិធីជប់លៀងនៅយប់នោះមិនមែនជាពិធីជប់លៀងធម្មតានោះទេតែជាកិច្ចប្រជុំស្ដីពីការលាងលុយរាប់ពាន់លានដុល្លារដែលពួកគេបានក្លាយបន្លំជាការវិនិយោគខ្សែភាពយន្តយូមេឡុងដឹងខ្លួនថាគាត់ត្រូវបានគេប្រើហើយគាត់ព្យាយាមប្រមូលភស្តុតាងដាក់នៅក្នុង USB ប្រសិនបើគាត់នាំភស្តុតាងនេះចេញជាសាធារណៈវានឹងមិនត្រឹមតែលាតត្រដាងការលាងលុយប៉ុណ្ណោះទេតែវានឹងពាក់ព័ន្ធដល់កូនក្រៅអាពាហ៍ពិពាហ៍របស់ឆៃឈីដែលអាចនាំឲ្យមានការជាប់គុកឬរឿងអាស្រូវនយោបាយដ៏ធំមួយនៅក្នុងវីដេអូ live stream ចុងក្រោយរបស់យូមេឡុងមនុស្សបានកត់សម្គាល់ថាគាត់ហាក់ដូចជាកំពុងព្យាយាមធ្វើនិមិត្តសញ្ញាសមជំនួយដែលជាសញ្ញាអន្តរជាតិដែលជនរងគ្រោះប្រើដើម្បីប្រាប់ថាគាត់កំពុងមានគ្រោះថ្នាក់ខ្លះនិយាយថាឃើញស្នាមជាប់នៅលើខ្លួនរបស់គាត់ផងដែរហើយនៅក្នុងវីដេអូ live គាត់និយាយជាលក្ខណៈប្រយោគប្រស្នាថាបើមានអ្វីកើតឡើងអ្នកកុំជឿដាច់ខាតថាជាគ្រោះថ្នាក់ហើយ live ក៏ត្រូវបានកាត់ផ្តាច់ភ្លាមហើយដោយសពដងវីដេអូនោះក៏ត្រូវបានលុបចេញពីគ្រប់វេទិកាបន្ទាប់ពីការស្លាប់របស់យូមេឡុងម្ដាយរបស់គាត់បានធ្វើដំណើរមកពីទីក្រុងប៉េកាំងដើម្បីរៀបចំពិធីបុណ្យសពគាត់បានទទួលសារដែលកូនប្រុសខ្លាចនឹងត្រូវគេសម្លាប់ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី16ខែកញ្ញាលោកស្រីបែរជាស្នើឲ្យអ្នករាល់គ្នាទទួលយកការពន្យល់ជាផ្លូវការរបស់រដ្ឋាភិបាលហើយឈប់ទស្សន៍ទាយបន្ទាប់ពីនោះនាងក៏ត្រូវបានបាត់ខ្លួនពីសាធារណជនអ្នកខ្លះគិតថាលោកស្រីអាចនឹងសោកសៅដោយស្ងៀមស្ងាត់ឬក៏មេធាវីណែនាំឲ្យនៅស្ងៀមល្អជាង
ប៉ុន្តែការស្ងៀមស្ងាត់របស់លោកស្រីបានធ្វើឲ្យមនុស្សជាច្រើនសង្ស័យមានយុទ្ធនាការនៅលើអ៊ីនធឺណិតដូចជា hashtag ប្រហែលជាតើម្ដាយរបស់យូមេឡុងនៅឯណាពួកគេចង់ដឹងថាតើលោកស្រីមានសុវត្ថិភាពឬអត់ហើយអ្វីដែលលោកស្រីបាននិយាយនោះជាការពិតឬមានពាក្យចចាមអារាមថាអ្នកភូមិរាប់សិបគ្រួសារនៅក្នុងខុនដូ Sunshine S បានទទួលប្រាក់បិទមាត់យ៉ាងច្រើនមាននរណាម្នាក់បាននិយាយថាអ្នកភូមិខ្លះទទួលស្គាល់ថាពួកគេបានឃើញសាកសពរបស់យូមេឡុងនៅយប់នោះប៉ុន្តែប្រាក់បិទមាត់ដែលពួកគេបានទទួលគឺត្រឹមតែ$75ប៉ុណ្ណោះជាមួយនឹងការបញ្ជាឲ្យពួកគេបិទមាត់ឲ្យជិតខ្លះនិយាយថាបានឮសំឡេងខ្លាំងដូចជារបស់ធ្លាក់ប៉ុន្តែអ្នកគ្រប់គ្រងខុនដូគ្រាន់តែនិយាយថាវាគ្រាន់តែដូចជាហេតុការណ៍ដែលគ្រួសារមួយឆ្លោះគ្នាអញ្ចឹងបន្ទាប់ពីនោះអាផាតមិនជាង100បន្ទប់នៅក្នុងអគារក៏ត្រូវបានប្រកាសលក់អ្នកនៅទីនោះចង់ផ្លាស់ចេញហើយនៅពេលដែលអ្នកសារព័ត៌មានព្យាយាមសម្ភាសពួកគេអ្នកនៅរស់នៅក្នុងខុនដូទាំងនោះបានបិទមាត់ជិតពួកគេបដិសេធមិនផ្ដល់ព័ត៌មានណាមួយឡើយរួមទាំងរូបភាពថតពីកាមេរ៉ាសុវត្ថិភាពផងដែរហ៊ូឆិនយូដែលជាមិត្តភក្តិជិតស្និទ្ធពីកម្មវិធី Happy Boy បានបង្ហាញការរំលែកទុក្ខតាមរយៈការសម្ដែងនៅមហោស្រពតន្ត្រីមួយនៅ Fushu ដោយមានរូបភាពផ្ទៃខាងក្រោយជារូបរាងពណ៌សធ្លាក់ចុះមកនាឡិកាខូចនិងដៃដែលព្យាយាមចាប់អ្វីមួយទស្សនិកជនដឹងភ្លាមថានេះគឺជាការរំលែកទុក្ខពួកគេគិតថានេះគឺជាទង្វើដែលមានហានិភ័យតារាសម្ដែងម្នាក់បានអំពាវនាវឲ្យអ្នកដែលនៅក្នុងពិធីជប់លៀងនោះចេញមកនិយាយការពិតគាត់បែរជាត្រូវបានគំរាមកំហែងចំណែកហ៊ូឆុនយូគាត់ត្រូវបានគេជីកកកាយប្រវត្តិគ្រួសាររួមទាំងព័ត៌មានផ្ទាល់ខ្លួនដែលត្រូវបានលេចធ្លាយចេញមកស៊ុនយូតង់អ្នកបង្ហាត់ពីតៃវ៉ាន់ដែលចេញមកទាមទារយុត្តិធម៌គាត់ត្រូវបានទទួលការគំរាមកំហែងបែបរាប់ថយក្រោយគាត់បានចេញសេចក្តីថ្លែងការណ៍ភ្លាមថាបើមានអ្វីកើតឡើងខ្ញុំពិតជាមិនបានសម្លាប់ខ្លួនឯងទេការចាប់ពិរុទ្ធនិងការគ្រប់គ្រងរឿងរ៉ាវព័ត៌មាននៃសោកនាដកម្មដែលបានកើតឡើងនេះគឺធ្ងន់ធ្ងរខ្លាំងណាស់ការបង្ហោះត្រូវបានលុបចោលភ្លាមក្នុងរយៈពេលប៉ុន្មាននាទីកណន័យជាច្រើនត្រូវបានផ្អាក hashtag ត្រូវបានបិទឬសូម្បីតែ Netflix ខ្លួនឯងក៏ត្រូវបានដកឈ្មោះរបស់គាត់ចេញពីបញ្ជីតារាសម្ដែងនៅក្នុងរឿងលើបដែលធ្វើឲ្យមនុស្សសង្ស័យថាតើមានសម្ពាធពីអ្នកមានឥទ្ធិពលឲ្យលុបអត្តសញ្ញាណរបស់គាត់ចេញឬអ្នកប្រើប្រាស់អ៊ីនធឺណិតបានបដូរទៅនិយាយនៅក្នុងវេទិកាដែលមានការ encrypt ដូចជា Telegram និង Signal ដោយប្រើលេខកូដសម្ងាត់ដើម្បីជៀសវាងការចាប់បាននិងការចាប់ពិរុទ្ធប្រព័ន្ធផ្សព្វផ្សាយបរទេសដូចជា Foreign Policy, BBC Chinese និងកន្លែងផ្សេងទៀតបានចេញមករាយការណ៍អំពីរឿងនេះអ្នកវិភាគបានចង្អុលបង្ហាញថាការស៊ើបអង្កេតរបស់ប៉ូលីសដែលនាំមានការបិទករណីគឺលឿនពេកផុសតាងបាត់បង់ហើយសាក្សីភាគច្រើនត្រូវបានបិទមាត់ហើយសំណួរដែលនៅតែដកជាប់ក្នុងចិត្តរបស់ពួកគេគឺហេតុអ្វីបានជាករណីរបស់តារាល្បីដែលផ្ញើសារថាគាត់ខ្លាចស្លាប់ត្រូវបានបិទក្នុងរយៈពេល12ម៉ោងហេតុអ្វីបានជាគ្មានកាមេរ៉ាសុវត្ថិភាពពីអគារនោះទាល់តែសោះលុយកខ្វក់ដែលយូមេឡុងនិយាយដល់នោះគឺជាអ្វីឲ្យពិតប្រាកដហើយគាត់ខ្លាចនរណាហេតុអ្វីបានជាម្ដាយរបស់គាត់បាត់ខ្លួនបន្ទាប់ពីចេញមកផ្ដល់ព័ត៌មានតើពិតជាមានការបង់ប្រាក់បិទមាត់ដល់អ្នកភូមិនៅក្នុងអគារមែនឬបើមានតើអ្នកណាជាអ្នកផ្ដល់ឲ្យហេតុអ្វីបានជាគ្រួសារជាង100លក់អាផាតមិនរបស់ពួកគេក្នុងពេលតែមួយហើយតើមានព័ត៌មានអ្វីខ្លះទៀតដែលត្រូវលាក់បាំងសំណួរទាំងអស់នេះគឺស័ក្តិសមនឹងទទួលបានចម្លើយសំណួរទាំងនេះស័ក្តិសមនឹងទទួលបានចម្លើយប៉ុន្តែនៅពេលដែលគ្មានចម្លើយមនុស្សក៏ចាប់ផ្ដើមទស្សន៍ទាយហើយការទស្សន៍ទាយទាំងនោះអាចបង្កគ្រោះថ្នាក់និងធ្វើបាបខ្លួនឯងផងដែរមិនថាការចោទប្រកាន់ពិតឬមិនពិតការស្លាប់របស់យូមេឡុងបានក្លាយជាចំណុចផ្ដោតនៃសំណួរដ៏ធំមួយអំពីដំណាភៀបរបស់រដ្ឋាភិបាលការការពារអ្នកមានអំណាចនិងការគ្រប់គ្រងព័ត៌មានរឿងរ៉ាវរបស់យូមេឡុងនៅតែមិនទាន់ចប់ទេការស្វែងរកការពិតនៅតែបន្តដោយអ្នកគាំទ្ររបស់គាត់ដែលនឹងមិនភ្លេចអ្នកសង្កេតការណ៍អន្តរជាតិបានអំពាវនាវឲ្យការស៊ើបអង្កេតនេះមានតម្លាភាពបំផុតហើយអ្នករាល់គ្នាជឿថាការពិតគឺសំខាន់ហើយនឹងមានប្រយោជន៍ជាងសម្រាប់រដ្ឋាភិបាលចិនយូមេឡុងស័ក្តិសមនឹងទទួលបានអ្វីដែលល្អជាងនេះហើយយើងទាំងអស់គ្នាស័ក្តិសមនឹងទទួលបានអ្វីឬចម្លើយដែលល្អជាងនេះបន្ទាប់ពីទស្សនាវីដេអូនេះចប់តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះករណីរបស់យូមេឡុងសូមខមមិននៅខាងក្រោមវីដេអូដើម្បីឲ្យadminបានដឹងពីចម្លើយរបស់បងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូបន្ទាប់ទៀត